បាទសូមជម្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាដែលតែងតែចូលមកទស្សនាក្នុង Channel YouTube របស់ខ្ញុំហើយថ្ងៃនេះខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការប្រើប្រាស់ជីតាមប្រព័ន្ធដំណក់ទឹកហើយដែលឡែកយើងប្រើប្រាស់ជីមានច្រើនប្រភេទតែថ្ងៃនេះខ្ញុំបង្ហាញពីប្រភេទជីសុទ្ធដែលយើងតែងតែដាក់តាមដំណក់ដើម្បីបង្កើនទិន្នផលបាទទី1ដូចបងប្អូនបានឃើញនៅក្នុងរូបភាពនេះជីប្រភេទកាល់ស្យូមដែលខ្ញុំកំពុងបង្ហាញនេះប្រភេទកាល់ស្យូមមើលទៅដូចរ៉េចឹងប៉ុន្តែវាមិនមែនជារ៉េទេវាជាប្រភេទកាល់ស្យូមហើយនៅក្បែរមួយខាងទៀតបាទមួយខាងទៀតដែលខ្ញុំយកទៅផ្គូនេះជាប្រភេទរ៉េគ្រាប់ធំដោយសាររ៉េវាមានពីរប្រភេទគ្រាប់ធំនិងគ្រាប់តូចហើយបងប្អូនសួរថាពីរហ្នឹងមួយណាល្អជាងវាល្អដូចគ្នាគ្រាន់តែប្រភេទជារ៉េគ្រាប់ទូចគេយកទៅបាចទៅលើដីដែលមានទឹកតិចតិចព្រោះវាឆាប់រលាយហើយជីគ្រាប់ធំគេបាចទៅលើទឹកជ្រៅលក្ខខណ្ឌហ្នឹងមានតែពីរហ្នឹងទេហើយបើនិយាយកម្រិតល្អដូចគ្នាហើយមួយទៀតតើតើមួយជីកាលីជាប្រភេទម្សៅម៉ត់ដែលមានលេខកូដ0060ហើយអានេះវាសុទ្ធតែម្ដងកាលីសុទ្ធហើយកាលីនេះគេប្រើសម្រាប់តែដាក់នៅលើប្រព័ន្ធដំណក់ទឹកសម្រាប់យកទិន្នផលទេបង្កើនទិន្នផលដោយសារដំណាំតែកាលណាវាចាប់ផ្ដើមមានផ្លែមានផ្កាវាត្រូវការសារធាតុសំខាន់ដូចពពួកកាលីនេះវាជួយផ្លែឲ្យធំល្អដើមដំណាំរឹងហើយផ្លែច្រើនហើយកាល់ស្យូមវាជួយឲ្យជំនួយផ្កាជំនួយផ្លែដើម្បីឲ្យវាកាន់ផ្លែកាន់ផ្កាកាន់ក្តឹបអញ្ចឹងណាបាទហើយប្រភេទជីមួយទៀតដូចពពួក MAP ក៏យើងត្រូវប្រើដែរហើយ MAP វាមាន N និង P ហើយវាអត់មានការទេបាទហើយវាជំនួយការលូតលាស់របស់ដំណាំតាំងពីទូចទៅរហូតដល់ធំហើយមួយទៀតយើងប្រើពពួកម៉ាញ៉េស្យូមគេប្រើឲ្យជំនួយស្លឹកឲ្យស្លឹកវាឡើងពណ៌ល្អសុខភាពល្អដើម្បីងាយស្រួលធ្វើដល់ស្វ័យសំយោគនិងចាប់យកសារធាតុចិញ្ចឹមផ្សេងបាទអញ្ចឹងជីវាមានប្រមាណមុខហ្នឹងហើយឥឡូវនេះខ្ញុំបង្ហាញបងប្អូនពីរបៀបលាយបន្តិចបាទការលាយនេះវាមានជីសរុបទាំងអស់5មុខមានកាលីកាល់ស្យូមម៉ាញ៉េស្យូមម៉េបហើយនិងអ៊ុយរ៉េហើយការលាយបងប្អូនដកតែជីកាល់ស្យូមចេញទេយកកាល់ស្យូមដាក់ធុងផ្សេងមកហើយក្រៅពីហ្នឹង4មុខទៀតយើងដាក់ចូលគ្នាបានព្រោះកាល់ស្យូមតែកាលណាយើងដាក់ចូលជាមួយនឹងសមាសធាតុជីផ្សេងទៀតវាធ្វើឲ្យកកឡើងក្រាមម្សៅអញ្ចឹងយើងបូមក្នុងតំណក់វាបូមអត់ចេញទេដោយសារវាខាស់អញ្ចឹងបងប្អូនត្រូវចាំកន្លែងហ្នឹងដែរដកកាល់ស្យូមចេញហើយជី4មុខទៀតយើងដាក់ក្នុងធុងរួចកូរលាយធ្វើយ៉ាងណាឲ្យវារលាយនៅក្នុងធុងហ្នឹងសប់អស់ខ្លាយទៅជាទឹកទាំងអស់ចាំយើងបូមចូលក្នុងចកាបាទហើយយើងអាចមើលតាមវីដេអូនេះយើងធ្វើវិធីសាស្ត្រងាយវាល់ម៉ូតូដាក់វីដេអូបូមសាំងប៉ុណ្នេះមកយើងអាចប្រើបានក្នុងចំការបងប្អូនប្រើទូចបាទចំការទូចប៉ុន្តែបើចំការធំបងប្អូនគាត់ចេះហើយបាទចំការធំគាត់មានបទពិសោធន៍គាត់រកអ្នកបច្ចេកទេសមករៀបចំឲ្យមិនអីទេតែបើយើងចំការទូចលក្ខណៈគ្រួសារដីកន្លះហាត់អីចុះក្រោមនេះយើងធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបានហើយតកតងជាមួយការប្រើប្រាស់ជីនេះបងប្អូនដាក់ទឹកឧទាហរណ៍ដី 10A បងប្អូនដាក់ទឹកមួយធុងស្ពេត្រូមិញហ្នឹងដាក់ដី 10A បាទពេលដែលវាបឺតអស់បងប្អូនត្រូវបញ្ឆេះម៉ាស៊ីនទុកប្រហែលជា10នាទីឬ5-10នាទីទៀតដើម្បីវារុញជីទៅអស់បាទពេលដែលយើងវាបឺតអស់ជីពីក្នុងធុងណាអញ្ចឹងងាយកាលណាយើងប្រើតំណក់ទឹកស្រួលអញ្ចឹងហើយចំពោះបរិមាណដែលបងប្អូនត្រូវប្រើប្រាស់ហ្នឹងធលលំអិតផ្សេងទៀតខ្ញុំអត់ចាំមកខ្ញុំប្រាប់បងប្អូនសារក្រោយមកបន្តិចទៀតដោយសារខ្ញុំអត់បានបើក Excel ហើយតើយើងបើក Excel វាយតារាងអីស្រួលបានយើងអាចប្រាប់បងប្អូនថាតើគួរដាក់ប្រមាណ